ទោះបីពួកយើងទៅស្លាប់ក៏មិនអាចឲ្យពួកវាឆ្លងផុតពីច្រកហូលូនេះដែរត្រូវដើម្បីប្រជារាស្ត្រទូទាំងក្រុងដាច់ខាតមិនឲ្យពួកវាឆ្លងផុតច្រកហូលូថ្ងៃនេះជាកន្លែងកប់ខ្មោចពួកវាឡអញ្ចឹងពួកយើងឆាប់រៀបចំអន្ទាក់នៅច្រកហូលូនេះទៅឡថយទី4ឆ្លងផុតច្រកហូលូននេះផ្លូវភ្នំខាងមុខចង្អៀតហើយមានព្រៃទៀតខ្លាចតែសត្រូវបង្កប់ខ្លួនកងទ័ពគោលរបស់ជាហ្វៃមិននៅទីនេះមិននឹងអាចមានសត្រូវបង្កប់ខ្លួនទេរាជបុត្រទី4ទុកឲ្យខ្ញុំទៅស៊ើបផ្លូវខាងមុខចាប់ផ្ដល់សញ្ញាផ្ដល់ដំណឹងឲ្យរាជបុត្រទី4ទៅបាទពួកចាស់សិយ៉ាងមិនហើយនេះជាតងមុខរបស់ជាងអូស៊ូពួកយើងកំតន់អាចធ្វើផ្ទះផ្ដាស់ចាំកងទ័ពធំជាងអូស៊ូមកដល់ចាំធ្វើសកម្មភាពបាទសັບផ្សាយបញ្ជាទៅទៅរាជបុត្រទី4ទីនេះគ្មានសត្រូវបង្កប់ទេពួកយើងអាចវាយលុកចូលក្រុងយានបានល្អចេញដំណើរទៅក្រុងយានបាទវិវ័យសត្រូវរាជបុត្រទី4វិវ័យរាជបុត្រទី4សេនាប្រមុខរាជបុត្រទី4រាជបុត្រទី4ប្រយ័ត្នបន្តិចប្រយ័ត្នការពាររាជបុត្រទី4រាជបុត្រទី4ឆាប់ឡើងចង្រៃមែនជីវិតវាថ្លៃណាស់បាញ់ឲ្យមិនងាប់ទៀតពួកចាស់សិងធ្វើយ៉ាងម៉េចទៅពួកបញ្ឆោតគេចូលទៀតខ្ញុំទៅយីស្ដាប់ពូណាចែកផ្លូវធ្វើសកម្មភាពចាំឡើងបាទទៅបាទទៅលឿន
អូស៊ូលោកថាឲ្យជីវិតថ្លៃមិនបានស្លាប់ក្រោមព្រួយរបស់យើងបាយខ្លាំងឆាប់មកប្រកួតជាមួយនឹងយើងមករាជបុត្រទី4ទុកឱកាសឲ្យខ្ញុំយកគុណសម្បត្តិលុបលាងទោសឲ្យខ្ញុំយកជីវិតវាទៅផ្ទាល់ទុកឲ្យយើងទៅជួបឯងយោTom! Cho hơi chạm viết tiếng luôn bánh thú Roman Brui. Mạnh tuyệt. Los nhau chào bờ bắt bạn Cốp tự
រាជបុត្រទី4កងទ័ពធាភូយើងត្រូវបានវាយឆ្មក់ស្លាប់របួសជាងពាក់កណ្ដាលថាម៉េចចង្រៃមែនដកថយរាជបុត្រទី4ខាងនោះទៅយើងបងប្អូនទាំងអស់គ្នាកុំឲ្យពួកជាញរត់ជាយូស៊ូច្រកហូលូនេះចូលមកបានតែកុំចង់ចេញទៅវិញរាជបុត្រទី4មានគ្នាតែប៉ុណ្្នឹងពួកវាគ្រាន់តែបញ្ឆោតយើងតែប៉ុណ្ណោះទេសម្លាប់ចូលឆាប់សម្លាប់ទៅ សេនាប្រមុខយាមកហើយឆាប់ប្រយុទ្ធទៅប្រយុទ្ធទៅសេនាប្រមុខយាមកហើយសម្លាប់ដល់ថយដល់ថយសម្លាប់ទៅចាយសិញលបងពួកយើងច្បាំងឈ្នះហើយយេពួកយើងច្បាំងឈ្នះហើយបងប្អូនទាំងអស់គ្នាជប់ទៅពួកយើងជឿលើកងទ័ពគ្រួសារយាពួកយើងច្បាំងឈ្នះហើយពួកយើងត្រូវអរគុណកងទ័ពគ្រួសារយាពួកយើងត្រូវអរគុណកងទ័ពយាអរគុណក្រឡាបងប្អូនទាំងអស់គ្នាក្រឡាបងប្អូនទាំងអស់គ្នាបងប្អូនអរគ្នាបើសិនជាមិនមែនអ្នកទាំងអស់គ្នាជឿជាក់លើយាហ្វៃជឿជាក់លើកងទ័ពគ្រួសារយាចាំបងលើកនេះពួកយើងមិនអាចវាយឈ្នះបានសប្បាយយ៉ាងនេះទេត្រូវហើយពេលនេះយាហ្វៃខ្ញុំសូមអរគុណ
អ្នកទាំងអស់គ្នាហើយអរគុណអ្នកស្រុកទាំងអស់គ្នាអរគុណអ្នកស្រុកទាំងអស់គ្នាពុកជីងអូស៊ូទទួលដំណឹងរហ័សអ្នកស៊ើបការរបស់គេគឺប្រកាន់ជាផ្សព្វផ្សាយដំណឹងចេញទៅពួកយើងនៅតែមានការលំបាកមិនបាច់គិតច្រើនទេយ៉ាងសៀនពួកគេកំពុងធ្វើដំណើរមកហើយពួកយើងអាចតតាំងនឹងជីងអូស៊ូឲ្យអស់ដៃម្ដងពេលនេះលបងមិនបានទៅនាំទ័ពជំនួយមិនលាក់បាំងទេស្ថានភាពពេលនេះគឺខ្ញុំបានរៀបចំល្បិចបញ្ជារាជការចុះទៅកែការវាយភៀសខាងជើងកាន់តែពិបាកបើពួកចេញមិនវាយមកទេពួកយើងចង់វាយតែភៀសខាងជើងនោះគឺកាន់តែពិបាកហើយលបងហានេះលបងយកខ្លួនឯងធ្វើជានុយគ្រាន់តែខ្ញុំស្មានមិនដល់ថាកងទ័ពជីងឆាប់មកដល់យ៉ាងនេះសោះខ្ញុំមិនទាន់ការពារពួកវាក៏វាយមកទៅហើយលបងទ័ពជីងច្រើនយ៉ាងណាក៏ខ្ញុំមិនខ្លាចដែរត្រូវពុកខ្ញុំក៏មិនខ្លាចដែរហើយល្អលោកមេទ័ពយាពូកែរៀបចំកងទ័ព500នាក់វាយ20000នាក់ឲ្យដកថយទៅបានខ្ញុំមិនធ្លាប់ឮពីមុនមកសោះសូមសរសើរហើយលោកម្ចាស់សរសើរពេកហើយលោកមិនតបបងលោកមិនតបនេះលោកមិនតបចាមកហើយអូលោកបងមកហើយចាមកហើយចប់មកហើយមកបងសាមកហើយមកហើយព្រះអង្គសោយក្រយ៉ាមិនចូលត្រង់សោយសុបក្តៅបន្តិចទៅក្លឹកខោធម្មតាហើយអូនដែរអត់ទេដាក់ចុះទៅអ្នកម្នាក់អូនដឹងថាពេលដែលយើងគ្មានដំណឹងពីខ្សែត្រៀមអារម្មណ៍បែបនេះក្តុកក្តួលដូចគេថាសោយក៏មិនឆ្ងាញ់ផ្ទុំក៏មិនស្រួលគឺពិបាកក្នុងចិត្តណាស់យើងតែងតែបារម្ភជានិច្ចខ្ញុំម្ចាស់លើថាយកអ្វីក្នុងពេលមួយខែវាយឈ្នះរហូតមែនទេនោះគឺការឈ្នះតូចតាចយេហ្វៃនៅមិនទាន់បានជួបកងទ័ពធាហ្វូរបស់ជីងអូស៊ូយើងក៏ពងគិតចៃដន្យគេពិតជាជួបនឹងកងទ័ពធាហ្វូទុកទល់លេខបានចុះបន្តមកទៀតតើគួរធ្វើយ៉ាងណាដំណឹងល្អមានដំណឹងល្អព្រះអង្គសេនាប្រមុខយាយច្បាំងឈ្នះហើយឆាប់យកមកយើងល្អអមចុះយេហ្វៃពិតជាមិនឲ្យយើងអស់សង្ឃឹមមែនគេនៅពៀនជីងបើប្រមូលផ្ដុំកម្លាំងមិនយូរទេគឺអាចដណ្ដើមយកពៀនជីងត្រឡប់មកវិញហើយពិតជាប្រសើរណាស់ព្រះអង្គអញ្ចឹងពេលនេះទ្រង់អាចសោយក្រយ៉ាចូលហើយមែនទេសោយក្រយ៉ាល្អសោយក្រយ៉ាសេនាប្រមុខយាយប្រយុទ្ធឈ្នះហើយសេនាប្រមុខយាយប្រយុទ្ធឈ្នះហើយសេនាប្រមុខយាយប្រយុទ្ធឈ្នះហើយពិតជាល្អណាស់ប្រយុទ្ធឈ្នះហើយអូយស្អាតខ្លាំងណាស់
ម្ចាស់ ចេញទៅ ចាចាក់ស្រាថើននេះជិះចេញលោកមិនតជប់ផឹកទៅជិះចេញរាជបុត្រធំលេងនឿហើយពួកឯងគ្មានអ្នកណាអាចខ្វល់ប្រយោជន៍ទេលោកមិនតសម្ដីនេះមិនអាចឲ្យអ្នកក្រៅលឺទេលទ្ធផលពិបាកស្មានណាស់ស្ដាប់លឺបើគេស្ដាប់លឺតើវាយ៉ាងម៉េចទៅលោកមិនតបតែយើងពេលនេះគ្រាន់តែចំនួនអត់បានកម្មម្នាក់សេជីងអ៊ូទៅជាមនុស្សចំណិតរបស់លោកមិនតបជុំយាយទៅពេលនេះយើងនិយាយតែជុកលោកមិនតបយើងសម្ដីរបស់យើងគឺដូចជាផំលោកមិនតបយើងស្លាប់លោកមិនតបជុំយាយទៅលោកមិនតបជប់និយាយទៅលោកមិនតបជប់និយាយទៅខ្ញុំយល់ថាមិនសុខចិត្តចំនួនអើយលោកធ្វើដើម្បីមហាជីងនៅខាងក្រៅបដូរស្លាប់រស់ហើយនេះក៏ពេលនេះខ្លាចទៅជាបែបនេះទៅវិញមើលទៅសេជីងអ៊ូនោះបែរជាកេងកាងទៅវិញសេជីងអ៊ូគេអាងអំណាចគេកេងកាងលោកមិនតបហើយលោកមិនតបលោកមិនតបខ្ញុំគិតថាគួរតែគិតគូផ្សេងវិញទៅគិតគូគិតគូអីប្រាប់យើងមកតែគិតគូយ៉ាងម៉េចទៅរាជបុត្រធំស្លាប់បាត់ហើយមហាជីងតែមានកន្លែងណាឲ្យហានឆាំងយើងជួយជើងដែរទេលោកមិនតបជិះចេញទៅលោកមិនតបកុំធ្វើចឹងអីលោកមិនតបឡើងជាថ្ងៃនេះមិនក៏មកយឺតម្លេះវិញថ្ងៃនេះខកខានតាមផ្លូវបន្លែតែនេះគឺសុទ្ធតែបេះនៅថ្ងៃនេះលោកមើលទៅតើគ្រប់ទេធានាថាគ្រប់មើលទៅព្រោះឆៃថាមួយល្អទេបានហើយផ្ទះបាយកំពុងតែរងចាំបាច់ទេឆាប់ឡើងទៅអូល្អឆាប់ឡើងពិតជារនុកក្នុងដ៏ស្រស់ស្អាតម្នាក់មែនអ្នកណាចាន់នេះមកចង់សម្រាប់ទៅកុំនិយាយច្រើនបានរំគ្រាន់បើយើងមកពេញបំណងរបស់នាងចុះឈប់សិន
ធ្វើអីលោកមេតបហានទៅក្រៅនិយាយគ្នាបន្តិចមានរឿងអីនិយាយមកលោកមេតបម្នាក់នេះមិនអាចសម្លាប់ទេមិនអាចសម្លាប់ទេកុំថាឡើយចៅកើយៈវៃចំណែកអ៊ីវ៉ាន់ស៊ីចុងឯងគ្មានមនុស្សស្រីមួយណាដែលយើងសម្លាប់មិនបានទេគួរឲ្យអស់សំណើចលោកមេតបគិតមើលទៅបើលោកពិតជាសម្លាប់នាងមែននោះគឺអស់ផ្លូវថយហើយហានឆានយើងមានចិត្តស្មោះចំពោះមហាជីងត្រូវការផ្លូវក្រោយអីពិតជាបែបនេះមែនទេបើពិតជាបែបនេះចុះលោកមេតបហេតុអីក៏សង្ងំនៅក្នុងជំរុំផឹកស្រាអញនិយាយព្រាផ្លាស្អីអញរស់ធុញហើយគឺខ្ញុំគិតគូរដល់លោកមេតបឬក៏លោកមើលម្ដងទៀតថាពេលនេះលោកលែងតបជីងទុកចិត្តហើយសៀជីងអ៊ូចេះតែរករឿងលោករហូតតែបច្ចុប្បន្នមហាសង្ឃមានយៈហ្វៃនៅគេមិនខ្លាចតបជីងទេបើលោកលែងត្រូវតបជីងទុកចិត្តទៅហើយហេតុអីក៏មិនឆាប់រកមធ្យោបាយចោះចូលនឹងសង្ឃតាមសមត្ថភាពនិងតម្លៃរបស់លោកពេលនេះលោកនៅមានអនាគតភ្លឺស្វាងនិងមានកិត្តិយសលោកគិតមើលទៅជុំនិយាយទៀតទៅហានឆានយើងចំពោះមហាជីងពីដើមមកគឺចិត្តស្មោះណាស់មិនខុសទេមេតបហានមានចិត្តស្មោះតែអ្នកដទៃក៏គេយល់បែបនេះដែរមែនទេចាប់ពីលោកត្រូវយៈហ្វៃដោះលែងមកវិញលោកមិនចាប់អារម្មណ៍ទេថាមនុស្សនៅក្នុងជំរំជីងគឺសុទ្ធតែនៅឆ្ងាយពីលោកពីមុនមានតែច្បត់ច្បងនៅអ្នកណាក៏មិនហ៊ានធ្វើអីលោកបច្ចុប្បន្នដើមឈើមួយដើមនោះរលំហើយបើលោកនៅតែមិនគិតគូរដល់ខ្លួនឯងទៀតមានតែបង្ខំខ្លួនឲ្យដើរផ្លូវតចោតអ៊ីវ៉ាន់ស៊ីចុងគឺយៈហ្វៃចាត់លោកឲ្យមកបញ្ចុំចូលខ្ញុំខ្ញុំមិនបានស្គាល់យៈហ្វៃអីទេតែខ្ញុំដឹងថាមានយៈហ្វៃនៅសង្គ្រាមមួយនេះជីងមិនអាចប្រយុទ្ធឈ្នះចំណែកពេលនេះគឺជាឱកាសល្អដែលយើងគួរតែបញ្ចេញកម្លាំងដល់មហាសង្ឃដែលជាដូនតារបស់យើង